សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះដែល admit បានយករឿងតាមចិត្តស្នេហ៍របស់អ្នកគ្រូមកសម្រាប់ជូនអ្នកទាំងអស់គ្នាបន្តទៀតណាចឹងយើងចូលសាច់រឿងរបស់យើងតែម្ដងទៅតែបើទោះបីជាឈិនចានគាត់មានសង្ឃឹមថាជាងស៊ីអាចនឹងពេញចិត្តគាត់ក៏ដោយនៅពេលយប់ឡើងទូប្រុសរបស់យើងនឹងគាត់គេងមិនលក់តតែសារតែគាត់បានគិតថាជាងស៊ីតែងតែគោរពគាត់ហើយទុកគាត់គឺជាចៅហ្វាយហាក់ដូចជាឃ្លាតឆ្ងាយជាមួយនឹងគាត់ខ្លាំងណាស់ដែលធ្វើឲ្យទូប្រុសរបស់យើងគាត់មិនបានដឹងច្រើនអំពីជាងស៊ីនោះទេទៅដូច្នេះហើយគាត់ក៏បានមកបន្ទប់របស់ចាឌីងរកចាឌីងនឹងទាំងយំដើម្បីឲ្យចាឌីងនឹងជួយវិភាគគាត់ថាជាងស៊ីនឹងមានទស្សនៈបែបណាខ្លះក៏ប្រអីតែចាឌីងបាននៅជាមួយនឹងជាងស៊ីនឹងជារៀងរាល់ថ្ងៃដូចនេះចាឌីងគេក៏បាននិយាយយកព្រមជួយពូរបស់គេហើយគេក៏បាននិយាយថាអ្នកគ្រូមីនគាត់មិនដូចជាមនុស្សនៅក្នុងសង្គមនោះទេដែលគាត់ក៏មិនចូលចិត្តអំណោយដូចជាគ្រឿងអលង្ការនិងមាសដែរតែវាគឺជាការស្មោះត្រង់បើសិនបើពូចូលចិត្តគាត់ពូគ្រាន់តែផ្ដល់ឲ្យគាត់នៅអ្វីដែរពូឲ្យតម្លៃទៅលើវាដូចជាពូចូលចិត្តញ៉ាំបង្អែមមែនទេតាមមានរឿងអ្វីកើតឡើងបើសិនបើពូធ្វើវាដោយខ្លួនឯងរួចហើយឈិនចានគាត់ក៏បានសម័យទៅនៅពេលដែលចាឌីនឹងគេបាននិយាយប្រាប់គាត់ដែលគាត់នឹងក៏បានសម័យថានៅពេលដែលគាត់បានធ្វើនំខេកទំពាំងបាយជូរចឹងស៊ីនឹងក៏បានដើរចូលមករកគាត់បានយកផ្លែទំពាំងបាយជូរទៅដាក់មករបស់នាងខណៈពេលដែលឈិនចានគាត់ក៏បានអោនទៅរកខាំទំពាំងបាយជូរនៅក្នុងមាត់របស់ជាងស៊ីទាំងនៅពេលបច្ចុប្បន្ននេះវិញឈិនចានគាត់ក៏បានធ្វើមកឡើងដោយគូទាលងចូលទៅក្នុងក្តីសម័យរបស់គាត់ដែលធ្វើឲ្យចាឌីងគេបានឃើញដូច្នេះហើយក៏ព្យាយាមហៅពូរបស់គេទៅនៅពេលនឹងដែរឈិនចានគាត់ក៏បានបោកភ្នែកឡើងមកហើយចាឌីងក៏បាននិយាយសួរទៅកាន់ពូរបស់គេថាហេតុអ្វីបានជាស្លឹកត្រចៀករបស់ពូនឹងក៏ហមយ៉ាងនេះឈិនចានក៏បាននិយាយប្រាប់ទៅកាន់ចាឌីងវិញថាវាមិនមែនជារឿងរបស់គេនោះទេរួចហើយឈិនចានគាត់ក៏បានត្រឡប់ទៅបន្ទប់របស់គាត់វិញបន្ទាប់ពីគាត់បានជំនួយពីចាឌីងរួចហើយក៏ប៉ុន្តែនៅពេលព្រឹកស្អែកឡើងនាំលោកពេលដែលឈិនចានគាត់កំពុងតែអានសៀវភៅរបស់គាត់នៅឯក្នុងការិយាល័យក៏ស្រាប់តែឈៀងស៊ីបានដើរចូលមកទៅរកឈិនចានដែលនាងបានស្លេពពេលឈុតដែលនាងបានជួបគ្នាជាមួយនឹងឈិនចានថ្ងៃដំបូងមករកឈិនចានហើយធ្វើឲ្យទូប្រុសរបស់យើងនេះគាត់ក៏ភ្លឹកសម្លឹកមើលទៅជាងស៊ីឡើងមិនព្រិចភ្នែកដែលជាងស៊ីនឹងក៏បានដើរទៅអង្គុយនៅលើតុរបស់ឈិនចានហើយក៏យកបន្ទះនឹងទៅឆ្កឹះមុខរបស់ឈិនចានឲ្យគាត់ងើយឡើងមកមើលមុខរបស់នាងនឹងបាននិយាយសួរទៅកាន់ឈិនចានថាតើគាត់ចូលចិត្តនាងទេឬមួយក៏គាត់តែចាប់អារម្មណ៍ជាមួយនឹងរាងកាយរបស់នាងព្រមនោះឈិនចានគាត់ក៏បានទៅចាប់ទាញជាងស៊ីនឹងមកអង្គុយនៅលើប្រុសរបស់គាត់នឹងបាននិយាយតបជាមួយនឹងជាងស៊ីថាគាត់ចូលចិត្តវាទាំងពីរនិយាយរួចឈិនចានក៏រៀបនឹងចង់ទៅថាបជាងស៊ីទៅហើយតែក៏ត្រូវបានជាងស៊ីនឹងរះរាំងដោយនាងក៏បានដើរមកកន្លែងទូដាក់សៀវភៅហើយទូប្រុសរបស់យើងនៅពេលហ្នឹងក៏បានទៅចាប់លើកជាងស៊ីទៅអង្គុយនៅលើនោះរួចរាល់ស្រេចបាច់ហើយឈិនចានគាត់ក៏បានទៅចាប់ចឹកទូឯងស្រីរបស់យើងទៅគេចឹកគ្នាលក្ខណៈថាបែបហត់ណាអ្នកទាំងអស់គ្នាក៏ប៉ុន្តែចាយដានអីស្វីតចោលស្វីតឡើងចុងក្រោយហ្នឹងគឺដាច់ចកេនរបស់ទូឯងប្រុសយើងតែម្ដងក៏ប្រអីតែនេះវាគ្រាន់តែជាសបានរបស់ឈិនចានតែប៉ុណ្ណោះដែលគាត់កំពុងតែដេកសម័យញញឹមតែម្នាក់ឯងក៏ប៉ុន្តែនៅភ្លាមនោះក៏ស្រាប់តែអង្គររបស់គាត់ក៏បានដើរចូលទៅដាក់ឈិនចានឲ្យគាត់ភ្ញាក់ដូច្នេះហើយនៅពេលដែលទូប្រុសរបស់យើងគាត់បានភ្ញាក់ឡើងមកនោះគាត់ក៏បាននិយាយសួរទៅកាន់អង្គររបស់គាត់ថាតើមានរឿងអ្វីកើតឡើងហើយគេក៏បាននិយាយប្រាប់ទៅកាន់ឈិនចានថាគេបានរកឃើញអ្នកដែលគាំទ្រកញ្ញាហ្វឹងហើយដែលម្នាក់នោះគឺជាលីងគងយ៉ាងគឺជាក្រុមអ្នកលេខដែលធំជាងគេបំផុតនៅក្នុងទីក្រុងសិនឆុងលើដូចនេះឈិនចានគាត់ក៏បាននិយាយប្រាប់ឲ្យកូនចៅរបស់គាត់នឹងទៅប្រាប់ជាងដងពីរឿងនេះទៅក៏ជួនអីជាងស៊ីណាឡតនេះវិញនឹងក៏ត្រូវបានទូប្រុសបានប្រាប់ឲ្យគេយកឈុតដែលបានកាត់រួចរាល់នឹងមកឲ្យជាងស៊ីរួមជាមួយនឹងគ្រឿងថែសម្រាប់រូបមន្តថ្មីដែលគាត់បានបង្កើតឡើងដោយអសត់ស្ថានរបស់គាត់អញ្ចឹងតើជាងស៊ីនឹងក៏បានទៅមើលគ្រឿងថែសម្រាប់នឹងក៏បានឃើញថាវាមានឈ្មោះថាមុស៊ីដែលវាមានភាពស្តេងគ្នាជាមួយនឹងឈ្មោះរបស់នាងដែរតែជាងស៊ីនឹងក៏បានគិតថាប្រហែលជានេះគឺជារឿងចៃដន្យនោះទេតែវាមានឈ្មោះស្តេងជាមួយនឹងនាងរួចហើយជាងស៊ីនឹងក៏បានយកក្រែមថែសម្រាប់មុស៊ីនេះយកមកសាកតែប្រើនៅលើដៃរបស់នាងហើយក៏បានឃើញថាវាមានក្លិនដែលនាងចូលចិត្តហើយធ្វើជាងស៊ីនឹងក៏ពេញចិត្តនៅអ្វីដែលឈិនចាននឹងបានរៀបចំសម្រាប់នាងហើយភ្លាមនោះដែរនាងក៏បាននិយាយសួរទៅកាន់ចាឌីងថាតើពូរបស់គេនៅឯណាយើងចង់អរគុណគាត់ដោយផ្ទាល់ហើយចាឌីងក៏បាននិយាយថាពូរបស់គេឥឡូវនេះកំពុងតែស្ថិតនៅផ្ទះបាយហើយចាស៊ីនៅពេលដែលបានដឹងថាឈិនចានក៏នៅផ្ទះបាយចឹងនាងក៏ចម្លែកចិនហើយនាងក៏បានដើរទៅផ្ទះបាយដើម្បីទៅរកគាត់ក៏ប៉ុន្តែក៏ស្រាប់តែបានឃើញថាឈិនចានគាត់បានឃុំខ្លួនឯងនៅក្នុងផ្ទះបាយដោយមិនឲ្យអ្នកណាម្នាក់ចូលទៅក្នុងនោះឡើយដែលធ្វើឲ្យតួស្រីរបស់យើងនឹងក៏ចង់ចូលទៅក៏ប៉ុន្តែក៏ត្រូវបានតួប្រុសនឹងហាមហើយតួស្រីនឹងក៏ផ្ទៀងមើលសម្លេងនៅក្នុងនឹងក៏ស្រាប់តែបានឮគាត់នឹងស្រែកចឹងហើយតួស្រីរបស់យើងដោយសារតែព្រួយបារម្ភជាមួយនឹងឈិនចាននាងក៏បានសម្រុកចូលទៅខាងក្នុងក៏ស្រាប់តែបានឃើញថាផ្ទះបាយនឹងគឺពោពេញទៅដោយផ្សែងហើយចំណែកឯរូបរាងរបស់ឈិនចានវិញគឺប្រឡាក់សិតតែខ្ជុំហើយឈិនចានក៏បានឃើញជាងស៊ីចូលមកក្នុងផ្ទះបាយនេះហើយនឹងគាត់ក៏បញ្ញាបញ្ញាល់ទៅអង្គុយបាំងនំដែលគាត់កំពុងតែធ្វើឲ្យនាងក៏មកជាងស៊ីនឹងបានឃើញវាស្រាប់តែជាងស៊ីក៏បាននិយាយសួរទៅកាន់ឈិនចានថាតើគាត់មិនអីទេឬថៃតួប្រុសនឹងក៏និយាយប្រាប់ថាអីនោះទេមិនអីទេមកទៅណាក៏ប៉ុន្តែពេលក្អកចេញមកគឺសិតតែផ្សែងដែលធ្វើឲ្យជាងស៊ីនឹងនេះក៏អស់សំណើជាមួយនឹងឈិនចានបន្តិចទៅក៏ប៉ុន្តែនេះក៏បាននិយាយអរគុណទៅកាន់ឈិនចានដែលគាត់បានរៀបចំរូបជាមួយនឹងគ្រឿងថែសម្រស់នឹងសម្រាប់នាងអញ្ចឹងតួប្រុសគាត់ក៏បាននិយាយសួរទៅកាន់ជាងស៊ីថាតើនាងបានសាកល្បងប្រើវា
វាហើយឬនៅតែវាយ៉ាងម៉េចដែរជាងស៊ីក៏បានតបថាគ្រាមថែសម្រស់នោះគឺល្អជាងនៅទីផ្សារទៀនឬដូច្នេះទូប្រុសរបស់យើងហ្នឹងគាត់ក៏បានអន់ទៅចិត្តជាងស៊ីនឹងឡើងគៀហើយក៏និយាយថាពិតមែនហើយគឺវាស័ក្តិសមសម្រាប់នាងតែម្នាក់គុណហើយទូប្រុសរបស់យើងនិយាយហ្នឹងគឺឡើងផ្អែមដែលធ្វើឲ្យទូស្រីរបស់យើងពេលនោះនាងឡើងអៀនជាមួយនឹងឈិនចានហើយដូចនេះជាងស៊ីនាងក៏បានវ៉ែរំទៅមើលនំដែលឈិនចានហ្នឹងក៏បានធ្វើក៏ប្រទះឃើញថានំមួយហ្នឹងគឺខ្លោចអស់ហើយទូប្រុសគាត់ក៏បាននិយាយប្រាប់ទៅកាន់ជាងស៊ីថាដំបូងឡើយគាត់ចង់ធ្វើនំនេះសម្រាប់នាងក៏ប៉ុន្តែឥឡូវនេះគឺវាបានខ្លោចហើយតែខាងក្នុងវាប្រកាសជាអាចញ៉ាំបាននិយាយរួចហើយឈិនចានហ្នឹងគាត់ក៏បានទៅកាត់នំដើម្បីយកមកឲ្យទូស្រីរបស់យើងញ៉ាំទាំងតែជាងស៊ីនាងកំពុងតែភ័យបារម្ភខ្លាចបានញ៉ាំនំខ្លោចពិតមែនក៏ប៉ុន្តែមានណាពេលដែលទូប្រុសរបស់យើងកាត់នំនោះទៅក៏ស្រាប់តែឃើញថានំមួយនោះគឺខ្លោចទាំងក្នុងទាំងក្រៅដែលធ្វើជាងស៊ីបានឃើញចឹងហើយនាងក៏ធូរចិត្តឡើងមកវិញហើយបន្ទាប់មកជាងស៊ីនាងក៏បានស្នើខ្លួនធ្វើនំខេកឲ្យគាត់ញ៉ាំវិញហើយទូស្រីរបស់យើងក្នុងគ្រាហ្នឹងនាងក៏បានឆောင်းទៅយកនំនៅឯក្នុងទូក៏ប៉ុន្តែនាងយកវាមិនដល់តែសោះដែលធ្វើឲ្យទូប្រុសរបស់យើងពេកនោះគាត់ក៏បានឆောင်းដៃរបស់គាត់ទៅបើកទូដើម្បីជួយទូស្រីរបស់យើងយកនំនៅឯក្នុងហ្នឹងដែលវាក៏មានប៉ាដៃរបស់ជាងស៊ីផងដែរទៅវាក៏បានធ្វើឲ្យជាងស៊ីហ្នឹងនាងក៏ចាប់ផ្ដើមមកកំហុំអ៊ីនជាមួយនឹងឈិនចានម្ដងទៀតលុះពេលដែលឈិនចានក៏បានយកនំបានហើយខ្សែកដែលទូស្រីរបស់យើងពាក់ហ្នឹងក៏បានជ្រុំមកខាងក្រោមហើយដូចនេះនាងក៏បញ្ញាទៅរើយកវាឡើងមកបោះជុតសំអាតដោយបារម្ភជាមួយនឹងវាខ្លាំងណាស់ទើបធ្វើឲ្យទូប្រុសរបស់យើងក៏និយាយសួរទៅកាន់ជាងស៊ីថាមើលទៅខ្សែកលេវដែលនាងបានពាក់នេះហាក់ដូចជាសំខាន់សម្រាប់នាងណាស់តើជាងស៊ីនាងក៏បានសម័យទៅនៅពេលដែលភ្លើងឆេះផ្ទះរបស់នាងក៏មានបារម្ភម្នាក់បានជួយសង្គ្រោះជីវិតរបស់នាងបីនាងចេញពីក្នុងភ្លើងហើយលេវរបស់គាត់ក៏បានដើរមកជាមួយនឹងនាងដល់ពេលឥឡូវអញ្ចឹងហើយនាងក៏បានយកលេវអ្នកមានគុណរបស់នាងមកធ្វើជាខ្សែកពាក់ទាំងដែលនៅពេលបច្ចុប្បន្ននេះវិញនាងក៏បាននិយាយប្រាប់ទៅកាន់ឈិនចានថាបរិមម្នាក់នោះបានជួយសង្គ្រោះជីវិតរបស់ខ្ញុំបើគ្មានគាត់នោះទេក៏គ្មានខ្ញុំឈរនៅទីនេះដែរឈិនចាននៅពេលដែលគាត់បានលើជាងស៊ីនិយាយហើយគាត់ក៏ធ្លាក់ទឹកមកតែគាត់ក៏បានទៅយកនំពីក្នុងដៃរបស់ជាងស៊ីហ្នឹងហើយយកមកលាបគ្រីមដោយខ្លួនឯងហើយជាងស៊ីនេះក៏បានមើលដឹងថាឈិនចានហាក់ដូចជាអន់ចិត្តជាមួយនឹងនាងក៏បានដើរចូលទៅសួរទៅកាន់ឈិនចានថាអំបញ្ញមិញនេះលោកបាននិយាយថាលោកបានធ្វើនំសម្រាប់ខ្ញុំមែនទេទូប្រុសគាត់ក៏បានតបថាដបោកមែនតែនៅពេលនាងបានចូលមកទីនេះហើយនាងក៏បានឃើញហើយថាវាមានបញ្ហាអញ្ចឹងវាគ្រាន់តែជានំតែប៉ុណ្ណោះនាងក៏ខ្វល់ពីវាអីអញ្ចឹងតើជាងស៊ីនាងក៏បានដើរចូលទៅយកគ្រីមហ្នឹងពីក្នុងដៃរបស់ឈិនចានយកមកលាបនៅលើនំនាងបាននិយាយតបជាមួយនឹងឈិនចានថាលោកឈិនលោកបានធ្វើអ្វីជាច្រើនសម្រាប់ខ្ញុំហើយខ្ញុំនឹងចង់សាំនៅក្នុងចិនក៏ប៉ុន្តែបាត់នោះគឺជាអ្វីដែលលោកបានធ្វើមកបង្ខំចិត្តនោះទេលោកគ្រាន់តែនិយាយប្រាប់ខ្ញុំមកខ្ញុំមិនទទួលយកវាឡើយតើឈិនចានគាត់ក៏បាននិយាយថាកុំតែប៉ុណ្្នឹងជាងស៊ីហ្នឹងក៏បានមើលមកតែគាត់នឹងចង់បានន័យមិនកុំហ្នឹងទៅគាត់ក៏បាននិយាយថាកុំដាក់គ្រីមតិចពេកឬមួយក៏នាងខ្លាចថាវាអាចប៉ះពាល់ដល់កាពះរបស់តាពាំងបាយជូអញ្ចឹងតើជាងស៊ីនេះក៏បានសាច់នៅពេលសម្ដីទូប្រុសរបស់យើងបាននិយាយហើយបន្តមកទូប្រុសរបស់យើងហ្នឹងគាត់ក៏បានសម្លឹងមើលមុខរបស់ជាងស៊ីនៅពេលនាងកំពុងតែលាបគ្រីមនៅលើនំខេកតែគាត់ក៏បានគិតពីការចូលទៅចិត្តជាងស៊ីដែលគ្រាន់តែគាត់នៅពេលនោះតែទៅពីក្រោយនាងហើយក៏បានទៅចាប់ដៃរបស់តួស្រីជួយនាងលាបគ្រីមនៅលើនំខេកលក្ខណៈថានំខេកមួយគឺលាបតែម្នាក់ឯងអត់ឆ្ងាញ់ទេតែបើលាបពីរនេះគឺឆ្ងាញ់ហ្មងតែកំពុងតែលាបនេះតែឈិនសានគាត់ក៏បាននិយាយប្រាប់ទៅកាន់ជាងស៊ីថាអ្នកដែលនៅពីក្រោយក្នុងការលួចរូបមន្តព្យាបាលរបួសវាគឺជាកញ្ញាហ្វឹងបើអញ្ចឹងវាគឺជាកំហុសរបស់ខ្ញុំដែលធ្វេសប្រហែសដូចនេះតើលោកមានកម្រងចង់ដោះស្រាយវាដោយរបៀបណាទូប្រុសគាត់ក៏បាននិយាយថាកញ្ញាហ្វឹងបានធ្វើឲ្យខ្ញុំយកច្រឡំទៅលើជាងដងហើយជាងដងជាមួយនឹងខ្ញុំនេះក៏មិនឲ្យនាងនឹងរួចខ្លួនដែរហើយចំណែកឯនាងវិញជាងស៊ីនាងគ្រាន់តែផ្ដោតទៅលើការបង្រៀនរបស់ចាឌីងទៅទុករឿងនៅសល់ឲ្យខ្ញុំទៅបានហើយជាងស៊ីនាងក៏បាននិយាយយកព្រមជាមួយនឹងឈិនចានហើយរំពេចនោះដែរទូប្រុសរបស់យើងគាត់ក៏បានទៅបង្អាំធ្វើដៃលាបគ្រីមនៅលើនំរបស់តួស្រីនឹងគឺវាមិនល្អមានអីជាងស៊ីនាងក៏បានទៅយកទំពាំងបាយជូរដែលនាងបានដាក់នៅលើនំខេកនឹងយកមកញ៉ាំនឹងបាននិយាយប្រាប់ទៅកាន់ទូប្រុសរបស់យើងថាវាផ្អែមតើតែវាមិនបានប៉ះពាល់ទៅកាន់រសជាតិនោះទេបើលោកមិនជឿលោកអាចសាកល្បងញ៉ាំវាបានរួចហើយទូប្រុសរបស់យើងគាត់ក៏បានសាកល្បងមែនដែលគាត់ក៏បានទៅញ៉ាំរបស់នៅក្នុងដៃរបស់តួស្រីហើយបើគាត់តាមន័យច្រៅអានេះគឺថើបគ្នាដល់ប្រយោលហើយតែឈិនចាននៅពេលនោះគាត់ក៏បានទៅចិត្តជាងស៊ីនឹងឡាគៀហាក់ដូចជាចង់ថើបទៅកាន់ជាងស៊ីក៏ប៉ុន្តែក៏ស្រាប់តែចាឌីនឹងបានចូលមកកាត់សង្វាក់របស់ឈិនចានដែលមិនបានថើបតួស្រីរបស់យើងទេតែពេលអញ្ចឹងទៅទូប្រុសហ្នឹងគាត់ក៏រៀងមកចិត្តជាមួយនឹងចាឌីងមែនទេទាំងចាឌីងគេក៏បានទៀមទានឹងចង់ញ៉ាំផ្លែទំពាំងបាយជូរតើតួស្រីរបស់យើងក៏បានយកទៅបញ្ចុកគេមួយក្រាមខណៈពេលដែលទូប្រុសគាត់ក៏បានយកគ្រីមហ្នឹងទៅលាបមុខរបស់ចាឌីងពេលដែលចឹងស៊ីបានដាក់ចាក់ចេញទៅផុតចាឌីងគេក៏បាននិយាយទៅកាន់ទូប្រុសរបស់យើងថាពូតើពូចំណែនជាមួយនឹងខ្ញុំដែរមែនទេចំណែនឬក៏មិនចំណែនឯងក៏កុំមកបង្ហាញខ្លួននៅពេលដែលមិនចាំបាច់ដែរយីបើគិតទៅទូប្រុសរបស់យើងនេះនិយាយសិតតែគម្រាមក្មួយចឹងហ្មងណាហើយលុះនៅពេលក្រោយមកចឹងដងគាត់ក៏បានមករកចឹងស៊ី
ជាមួយនឹងឈិនចានដែលបានប្រាប់ពីដំណឹងដែលគាត់បានរកឃើញថាអ្នកដែលបានដុតផ្ទះរបស់ជាងស៊ីនៅឯយីឆឹងនោះគេមិនបាននៅទីនោះទេប៉ុន្តែគេបានលាក់ខ្លួននៅឯក្នុងទីក្រុងសិនឆឹងទើបដូច្នេះហើយបានជាមនុស្សរបស់គាត់នឹងមិនអាចរកឃើញដំរីអ្វីតតែសោះនៅឯយីឆឹងក៏ប៉ុន្តែមនុស្សរបស់គាត់ក៏បានរកឃើញដំរីនៅឯយីឆឹងគឺមានឈ្មោះចុងក្រោយគឺលីងដែលគេម្នាក់នោះធ្លាប់ធ្វើជាគ្រូពេទ្យចឹងទៅទេគ្រាន់តែឈិនចានគាត់បានលើជាងដឹងនិយាយពីដំរីដែលគេបានរកឃើញនេះគាត់ក៏បាននឹកឃើញថាវាមានភាពស្តៀងគ្នាជាមួយនឹងលីងកងយ៉ាវដែលគាត់បានរកឃើញថាគេគឺជាអ្នកគ្រប់គ្រងពីក្រៅខ្នងរបស់កញ្ញាហ្វឹងហើយដូច្នេះទូប្រុសរបស់យើងគាត់ក៏បានបកគោរូបថតនឹងឲ្យទៅជាងដងមើលខ្ញុំបាននិយាយប្រាប់ទៅកាន់ជាងដងថាបរិម្នាក់នេះមិនត្រឹមតែចេះជំនាញខាងឱសថនោះទេក៏ប៉ុន្តែគេក៏ជាមេដឹកនាំនៃក្រុមអ្នកលេងហុងមែនដែរបើអញ្ចឹងម្នាក់ក៏ចែកដានម្នាក់ដែលកញ្ញាហ្វឹងបានប្រើប្រាស់ក្រុមក្មេងទំនើបដើម្បីដេញតាមបរិម្នាក់ដែលវាត្រូវតែមានអ្វីមួយរវាងគ្រួសារហ្វឹងជាមួយនឹងក្រុមហុងមែននេះត្រឹមតែលេងកងយ៉ាវម្នាក់គាត់អាចនាំគេមកបានហើយមិនថាអ្នកណាម្នាក់ដែលនៅពីក្រៅខ្នងរបស់លេងកងយ៉ាវនោះទេបើសិនបើម្នាក់នោះហ៊ានទៅចេញមកជួយទៅលេងកងយ៉ាវពួកគេនឹងបានដឹងថាម្នាក់នោះគឺជាអ្នកណាគេក៏ប៉ុន្តែឈិនចានគាត់ក៏បាននិយាយពីកំណត់របស់គាត់វិញដែរថាបើសិនបើធ្វើអញ្ចឹងក៏ត្រូវតែមើលដែរបើសិនបើលេងកងយ៉ាវគេបានធ្វើតែម្នាក់ឯងអំពីផ្លូវឆែនៅឯយីឆឹងឬមួយក៏មានអ្នកណាម្នាក់បានបញ្ជាគេយើងក៏ត្រូវតែគិតអំពីផែនការបានមកចាត់ដែរក្នុងអំឡុងពេលនោះជាងស៊ីនេះក៏ស្រាប់តែទៅបញ្ឈប់ពួកគេទាំងពីរនាក់និងបាននិយាយប្រាប់ទៅកាន់ពួកគេថាអាជីវកម្មរបស់គ្រួសារឈិនគឺត្រូវពឹងផ្អែកទៅលើការដឹកជញ្ជូនរបស់គ្រួសារហ្វឹងហើយចំណែកគ្រួសារជាងតែងតែដើរនៅលើផ្លូវត្រឹមត្រូវហើយពួកគេតែងតែឲ្យតម្លៃប្រាក់ចំណេញលើជីវិតរបស់មនុស្សអញ្ចឹងហើយខ្ញុំពិតជាមិនចង់ឲ្យអ្នកណាម្នាក់មកបន្ថយខ្លួនសម្រាប់ខ្ញុំទេតើតួប្រុសគាត់ក៏បាននិយាយតជាមួយនឹងជាងស៊ីថាចាស់នាងវិញតើនាងអាចដោះស្រាយរឿងនេះបានដែរឬអត់ឬមួយក៏នាងមានគម្រោងបន្ថយនឹងគ្រោះថ្នាក់តែម្នាក់ឯងហើយតួស្រីក៏និយាយថារឿងទាំងអស់នេះខ្ញុំនឹងធ្វើការដោះស្រាយដោយខ្លួនឯងអ្នកដែលបានធ្វើបាបគ្រួសាររបស់ខ្ញុំគ្រាន់តែនិយាយរួចជាងស៊ីនាងក៏បានដើរចាក់ចេញពីទូឯងប្រុសរបស់យើងទៅក្នុងពេលដែលជាងដងគេក៏បានរត់តាមតួស្រីរបស់យើងដែរហើយគេនឹងក៏និយាយប្រាប់ជាងស៊ីថាគេអាចរកផ្លូវមួយដោះស្រាយឲ្យនាងបានតែទោះបីជាណាក៏ដោយជាងស៊ីនឹងបានសម្រេចចិត្តហើយថានាងមិនឲ្យអ្នកណាម្នាក់មកពាក់ព័ន្ធជាមួយនឹងនាងនោះទេដែលជាហេតុធ្វើឲ្យតួប្រុសគាត់មិនសុខចិត្តគាត់ក៏បានមករកតួស្រីរបស់យើងនៅឯក្នុងបន្ទប់ហើយក៏ប្រាប់នាងថាលីងកងយ៉ាវគេគឺជាមនុស្សដែលមានឥទ្ធិពលបំផុតហើយនាងមិនអាចដោះស្រាយវាតែម្នាក់ឯងបានឡើយតើជាងស៊ីនាងក៏បាននិយាយតបទៅកាន់តួប្រុសរបស់យើងថាមិនអីនោះទេនាងមានគ្រួសារជាងចាំជួយហើយបើអញ្ចឹងបើនាងយកព្រមទទួលជំនួយពីគ្រួសារជាងទៅហើយជាងដងគេនឹងមិនអាចទទួលយកការចាញ់បានឡើយហើយច្បាស់ណាស់ថានាងដោះស្រាយវាដោយខ្លួនឯងហើយនៅក្នុងទីក្រុងសិនឆឹកនេះអ្នកដែលអាចធ្វើអ្វីពួកគេបានគឺមានតែខ្ញុំទេខ្ញុំដឹងថាលោកអាចធ្វើវាបានសូម្បីតែថ្នាំព្យាបាលដែលកញ្ញាហ្វឹងបានលួចពីលោកក៏លោកមិនឲ្យខ្ញុំចូលជ្រៀតជ្រែកជាមួយនឹងរឿងនេះដែរក៏ប៉ុន្តែផ្លូវដែលបានទាក់ទងនៅឯយីឆឹងគឺវាមានគ្រោះថ្នាក់ខ្លាំងណាស់ខ្ញុំមិនអាចឲ្យអ្នកក្រៅមកពាក់ព័ន្ធជាមួយនឹងខ្ញុំបានឡើយព្រោះតែឈិនចានគាត់បានលើជាងស៊ីនិយាយចឹងគាត់ក៏បានទៅចាប់ជាងស៊ីហើយសួរនាងថាអ្នកក្រៅចឹងមែនទេឥឡូវនេះនាងបានចាត់ទុកខ្ញុំគឺជាអ្នកក្រៅរបស់នាងបើអញ្ចឹងតើលោករំពឹងថាវាគឺជាអ្វីពួកយើងទៅពីរនាក់គ្រាន់តែស្ថិតនៅក្នុងទំនាក់ទំនងសវ័យជាមួយនឹងបុគ្គលិកតែប៉ុណ្ណោះពេលដែលបាននិយាយរួចជាងស៊ីនាងក៏បានដើរទៅបើកទ្វារហើយឲ្យតួប្រុសរបស់យើងនឹងចាក់ចេញពីបន្ទប់របស់នាងទៅហើយនាងក៏បាននិយាយថានាងមិនចង់ជួបមុខរបស់គាត់ទៀតទេតើតួប្រុសគាត់ក៏បានធ្វើតាមបំណងរបស់ជាងស៊ីដែលបានដើរចេញទៅខាងក្រៅឈប់ឯជាងជាងស្រោចទឹកភ្នែកអន់ចិត្តជាមួយនឹងជាងស៊ីក៏ប្រែតែគាត់បានធ្វើអ្វីគ្រប់យ៉ាងបង្ហាញពីអារម្មណ៍របស់គាត់ចំពោះនាងប៉ុណ្ណឹងហើយនាងនៅតែចាត់ទុកគាត់គឺជាអ្នកក្រៅរបស់នាងហើយរុញគាត់ចេញទៀតសូម្បីតែនៅក្នុងពេលព្រឹកស្អែកឡើងឈិនចានជាមួយនឹងជាងស៊ីអ្នកទាំងពីរហ្នឹងក៏បានជួបមុខគ្នាហើយតែតួស្រីហ្នឹងក៏ចេះតែកិច្ចមកពីឈិនចាននិងមិនចង់ឃើញមុខរបស់តួប្រុសយ៉ាងទៅតែសោះហើយឈិនចានបើទោះបីជាតួស្រីហ្នឹងបានខឹងជាមួយនឹងគាត់ក៏ដោយក៏គាត់ហ្នឹងនៅតែព្យាយាមចូលទៅរកនាងដំឡងពេលដែលជាងស៊ីកំពុងតែបង្ហាញគូគំនូទៅកាន់ចាឌីងនេះដែរគាត់ក៏បានយកផ្លែឈើទៅឲ្យនាងញ៉ាំក៏ប៉ុន្តែតួស្រីហ្នឹងនាងមិនញ៉ាំថែមទាំងបានបញ្ចប់ថ្នាក់រៀនគូគំនូរបស់នាងតែត្រឹមនេះចាប់តាំងពីឈិនចានគាត់បានដើរចូលមករកនាងតែធ្វើឈិនចាននៅក្នុងគ្រាហ្នឹងគាត់ពិតជាតល់តម្រេះមែនទែនហើយលុះនៅពេលយប់ឡើងជាងដងគេក៏បានមករកជាងស៊ីនៅឯផ្ទះរបស់ឈិនចានគោលបំណងគឺចង់នាំជាងស៊ីទៅមហាស្រពក៏ប្រចាំឆ្នាំរបស់ទីក្រុងសិនឆឹងក៏ប៉ុន្តែជាងស៊ីនេះក៏មានការស្ទាក់ស្ទើរដោយមិនចង់ទៅជាមួយនឹងជាងដងនោះទេតែទោះបីជាអញ្ចឹងក៏ដោយជាងដងហ្នឹងគេក៏បានចាប់ទាញដៃរបស់តួស្រីហ្នឹងនាំនាងទៅទីនោះដដែលតែដំឡងពេលដែលជាងដងគេបាននាំជាងស៊ីទៅដល់ទីនោះហើយជាងស៊ីក៏និយាយសួរទៅកាន់ជាងដងថាហេតុអ្វីបានជាជាងដងហ្នឹងមិននាំនាងទៅមហាស្រពប្រចាំឆ្នាំទីក្រុងសិនឆឹងហេតុអ្វីបានជានាំនាងមកទីនេះទៅវិញតើជាងដងគេក៏បាននិយាយថាចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺជារង្វាន់ធំដែលត្រូវបានលាក់នៅឯចន្លោះផ្លូវខាងក្នុងទាំងនេះដូច្នេះហើយពួកយើងទាំងពីរនាក់ត្រូវតែចែកផ្លូវគ្នាដើម្បីតាមរកឯងទៅផ្លូវខាងនោះចំណែកយើងទៅផ្លូវខាងនេះទោះស្រីរបស់យើងលឿនចឹងហើយនោះនាងពិតជាមិនចង់នោះទេក៏ព្រោះអីតែនៅកន្លែងហ្នឹងគឺស្ងាត់ខ្លាំងណាស់តែដំឡងពេលដែលជាងស៊ីនាងកំពុងតែដើរទៅតាមផ្លូវដើម្បីស្វែងរករង្វាន់ធំនេះដែរក៏មានបារម្ភម្នាក់បានដើរតាមជាងស៊ីហ្នឹងពីខាងក្រោយដែលធ្វើជាងស៊ីនាងក៏បានដឹងខ្លួនថាមានគេហ្នឹងកំពុងតែតាមនាងអញ្ចឹងហើយនៅពេលដល់កន្លែងមួយជាងស៊ីនាងក៏បានឈប់ហើយស្រែកថានាងមានកំភ្លើងហើយនាងនឹងមិនមើលមុខរបស់គេនោះទេក៏ប៉ុន្តែគេកុំធ្វើបាបនាងអីហើយអ្នកដែលដើរតាមតួស្រីរបស់យើងនឹងដែរគឺគ្មានអ្នកណានោះទេគឺជាឈិនចាននឹងឯងដល់ពេលជាងស៊ីនៅក្នុងគ្រានោះនាងក៏ព្យាយាមរត់គេចពីគាត់ក៏ប៉ុន្តែឈិនចាននឹង
ក៏បានស្រែកហៅទូស្រីរបស់យើងទៅដូច្នេះជាងស៊ីនាងក៏បានងាកទៅហើយនិយាយសួរទៅកាន់ឈិនចានថាហេតុដូចម្បានជាគាត់នៅទីនេះទូប្រុសគាត់ក៏បាននិយាយថាខ្ញុំដឹងថានាងកំពុងតែកិច្ចមកពីខ្ញុំទូស្រីក៏តបទៅវិញថាមិនដូចណាអ្វីដែលគាត់បាននិយាយឡើយជាងស៊ីខ្ញុំដឹងថានាងកំពុងតែព្រួយបារម្ភថានាងអាចនាំផលវិបាកមកឲ្យខ្ញុំក៏ប៉ុន្តែគ្រួសារហ្វុងមិនអាចធ្វើអ្វីខ្ញុំបានទេហើយបើសិនបើនាងមិនចង់ឲ្យខ្ញុំជួយនាងកុំរុញខ្ញុំឲ្យចេញឆ្ងាយពីនាងអីខ្ញុំគ្រាន់តែចង់ឈរនៅក្បែរនាងតែប៉ុណ្្នឹងទេពេលដែលបាននិយាយរួចឈិនចានគាត់ក៏បានលុតចង្គង់ចុះដោយនិយាយទៅកាន់ជាងស៊ីថាឥឡូវនេះខ្ញុំបានលុតចង្គង់ចុះសម្រាប់ការស្លាប់ទាំងពីរតែទូប្រាប់របស់យើងក៏ចង់បានន័យថាទី1អាជីវកម្មគ្រួសារឈិនហើយទី2គឺគាត់ឬមួយក៏ជាមង្គលការជាងស៊ីនឹងជ្រើសរើសយកមួយទៅហើយទៅជាងស៊ីនឹងក៏បានឆ្លើយថាលោកឈិនលោកត្រូវតែមានការយកចោលអ្វីមួយហើយទូប្រាប់គាត់ក៏បាននិយាយតបទៅវិញថាអត់នោះទេគ្មានការយកចោលអ្វីឡើយឥឡូវនេះខ្ញុំកំពុងតែសារភាពមានជាងស៊ីខ្ញុំចូលចិត្តនាងជាងស៊ីនៅពេលដែលបានឮពាក្យសារភាពរបស់ឈិនចានហើយនោះនាងក៏យំនឹងបាននិយាយថាលោកឈិនអ្វីដែលលោកកំពុងតែកើតឥឡូវនេះតើលោកចង់ឲ្យខ្ញុំខ្លាចទៅជាគ្រួសាររបស់លោកហើយបន្តមកលោកមិនចាំបាច់បងប្រាំនៅពេលដែលខ្ញុំបានបង្រៀនចាស់ឌីងមែនទេតែឈិនចានបើទោះបីជាជាងស៊ីនឹងបានគិតបែបហ្នឹងក៏ដីក៏គាត់មិនខ្វល់ទៀតដែរនៅពេលនោះគាត់ក៏បានដើរទៅចាប់ជាងស៊ីនឹងតែថើមនៅក្រោមសីតុណ្ហភាពទៅជាហើយប្រកំពុងតែធ្លាក់ចុះមកពេលដែលបានថាប់រួចឈិនចានគាត់ក៏បានបង្ហាញខ្សែកឲ្យទៅជាងស៊ីនឹងបាននិយាយសួរទៅកាន់ជាងស៊ីថាតើវាមើលទៅស្អាតជាងលេបអាវមួយនោះមែនទេបើអញ្ចឹងមានតែលោកឈិននឹងកំពុងតែចំណែនជាមួយនឹងលេបអាវនឹងហើយរួចហើយឈិនចានគាត់ក៏បានយកខ្សែកមួយខ្សែនឹងដាក់នៅក្នុងដៃរបស់ជាងស៊ីហើយបន្ទាប់មកគាត់ក៏បានអោនទៅថើបជាងស៊ីម្ដងទៀតដែលហាក់បីដូចជាជាងស៊ីនឹងអ្នកបានព្រមទទួលយកក្តីស្រឡាញ់នឹងពីទូប្រុសរបស់យើងហើយតែអ្នកទាំងពីរក៏បានថើបគ្នាយ៉ាងរ៉ូម៉ាទិកនៅក្នុងព្រឹកដែលកំពុងតែធ្លាក់ចុះមកគ្រាន់តែអ្នកទាំងពីរបានបញ្ចប់ការថើបភ្លាមជាងដនជាមួយនឹងលូយូនឹងក៏បាននាំគ្នាចេញមកបង្ហាញពាក្យអបអរសាទរទៅកាន់ឈិនចានដែលគាត់អាចយកឈ្នះទៅលើជាងស៊ីរីឯចាក់ឌីងវិញគេក៏បានយកបាយផ្កាទៅបាក់បាយជូរនឹងយកទៅឲ្យឈិនចានដែលធ្វើជាងស៊ីនឹងក៏បានដឹងថាពួកគេទាំង3នាក់បានផ្សំគំនិតជាមួយនឹងឈិនចាននាំនាងមកទីនេះដើម្បីឲ្យឈិនចាននឹងសារភាពប្រាប់នាងឥឡូវនេះផែនការរបស់ពួកគេក៏បានសម្រេចជោគជ័យហើយទូប្រុសគាត់ក៏បាននិយាយប្រាប់ជាងស៊ីថាឥឡូវនេះដែរខ្ញុំមិនមែនជាអ្នកក្រៅទៀតទេបើអញ្ចឹងតើខ្ញុំអាចជួយអូនដោះស្រាយបញ្ហាបានដែរឬអត់ឥឡូវនេះទូស្រីនេះក៏បានយកព្រមស្របពេលដែលចាឌីងគេក៏បានហៅទូស្រីរបស់យើងថាអ្នកមីងឡើង2-3ដងឡើងធ្វើទូស្រីរបស់យើងនឹងក៏អៀន